ត្រីបឹងកញ្ឆេតបងប្អូនណាខ្លះធ្លាប់ញ៉ាំហើយក៏ដូចជាធ្លាប់ធ្វើអីអញ្ចឹងណាបងប្អូនចាជួយខមមិនថាក្រុមវីដេអូម្នាក់មួយផងចំណែកខ្ញុំនេះគឺជាលើកទី1ហើយបងប្អូនសម្រាប់ការធ្វើត្រីបឹងកញ្ឆេតអញ្ចឹងណាបងប្អូនតែរសជាតិគឺថាឆ្ងាញ់ចំណែកឯគ្រឿងផ្សំសម្រាប់ធ្វើក៏អត់មានអីញ៉ៃញ៉ៃដែរបងប្អូនចាយើងមានតែកញ្ឆេតហើយនឹងគ្រឿងសម្រាប់បុកយកទៅធ្វើទឹកស្រូបអញ្ចឹងណាបងប្អូនចាមានគល់ក្រែរំដេងស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមអីអញ្ចឹងណាបងប្អូនចាហើយនឹងមានម្ទេសក្រហមផងដែរហើយមួយទៀតដែលមិនអាចខ្វះបានហ្នឹងគឺខ្ទិះដូងនឹងឯងបងប្អូនចាបើបងប្អូនចូលចិត្តទឹកដោះគោបងប្អូនអាចដាក់ទឹកដោះគោថែមអីអញ្ចឹងណាបងប្អូនតែសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំប្រើតែខ្ទិះដូងទេបងប្អូនចាហើយនឹងមានស្ករអំបិលប៊ីចេងទឹកត្រីអីអញ្ចឹងណាបងប្អូនចាតាមចំណង់ចំណូលចិត្តយើងអញ្ចឹងតបងប្អូនចាអញ្ចឹងកុំឲ្យខាត់ពេលយូរតោះទៅមើលពីរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចាមុនដំបូងគឺខ្ញុំបានយកគ្រឿងផ្សំដែលបានហាន់រួចអញ្ចឹងណាបងប្អូនចាមានគល់ក្រៃរំដេងស្លឹកក្រូចសើចអីអញ្ចឹងតបងប្អូនចាយកទៅបុកឲ្យរាងម៉ត់បន្តិចអញ្ចឹងណាបងប្អូនចាបន្ទាប់មកគឺបន្ថែមដូចជាខ្ទឹមសខ្ទឹមក្រហមហើយនឹងយើងបុកអញ្ចឹងណាបងប្អូនចាគ្រឿងផ្សំហ្នឹងគឺពេលខ្ញុំបុកខ្ញុំមានដាក់អំបិលអញ្ចឹងណាបងប្អូនចាដាក់បន្តិចទៅកុំឲ្យវាចាញ់ទឹកពេលយើងបុកទៅវាពិបាកបុកអីអញ្ចឹងណាបងប្អូនចាហើយចំណែកត្រីគឺខ្ញុំយកទៅបំពងអញ្ចឹងបន្ទាប់ពីបំពងត្រីឆ្អិនហើយខ្ញុំក៏ចាប់ផ្ដើមយកត្រីនឹងមកបេះសាច់ចូលខ្លះអញ្ចឹងណាបងប្អូនចាយកមកបេះបុកជាមួយគ្រឿងយើងទៅដើម្បីធ្វើទឹកស្រូបសម្រាប់ត្រីនឹងដែរគឺខ្ញុំមានតែមួយអញ្ចឹងណាបងប្អូនចាបើបងប្អូនមាន2 3អីចឹងស្រួលបងប្អូនចាយើងយកមួយទៅបុកទៅតែខ្ញុំគឺត្រីថ្ងៃនេះធំដែរ1គីឡូអីចឹងណាបងប្អូនចាអញ្ចឹងទៅក៏យកចំណែកខ្លះហ្នឹងយកទៅបេះសាច់បុកធ្វើទឹកស្រូបអញ្ចឹងណាបងប្អូនចាអញ្ចឹងពេលបុកគ្រឿងផ្សំមានត្រីមានអីរួចរាល់ហើយខ្ញុំក៏ចាប់ដើមដាក់ខ្ទះឲ្យក្តៅអញ្ចឹងណាបងប្អូនចាប់បន្ទាប់មកយើងយកម្ទេសក្រហមហ្នឹងទៅលីងវារាងឈ្ងុយបន្តិចហើយបន្ទាប់មកគឺយើងដាក់គ្រឿងបន្ថែមអញ្ចឹងណាបងប្អូនចាគ្រឿងដែលបានបុកមិញហ្នឹងឯងយើងកូរទៅកូរមុំបើខាសទឹកអីយើងអាចថែមទឹកធម្មតាក៏បានបើខ្ញុំដាក់ខ្ទិះដូងអញ្ចឹងណាបងប្អូនចាចូលតែម្ដងទៅហើយយើងបន្ថែមទៅជាស្ករប៊ីចេងទឹកត្រីអីអញ្ចឹងទៅបងប្អូនចាតែមកយើងកូរទៅកូរមកឲ្យសព្វចឹងណាបងប្អូនចាបើរៀងខានតិចយើងអាចបន្ថែមទឹកធម្មតាចូលទៀតតែបើបងប្អូនអត់ចូលចិត្តរាវទេបងប្អូនអាចដាក់តែប៉ុណ្្នឹងក៏បានដែរហ្នឹងយើងលៃលោកតាមហ្នឹងទៅបងប្អូនចាស់ចូលចិត្តរាវចូលចិត្តខាប់អីចឹងណាបងប្អូនចាស់តាមចំណង់ចំណូលចិត្តយើងអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីដាក់ទឹកដាក់អីគ្របទុកឲ្យពុះហើយអញ្ចឹងណាបងប្អូនចាក៏ភ្លក់មើលរសជាតិថាឆ្ងាញ់អីហើយនៅអីអញ្ចឹងណាបងប្អូនចាល្មមតាមចំណង់ចំណូលចិត្តយើងហើយនៅខ្ញុំក៏បានយកកញ្ឆេតហ្នឹងខ្ញុំយកទៅស្រុះទឹករួចហើយអញ្ចឹងណាបងប្អូនចាតែខ្ញុំមិនបានថតចូលក្នុងវីដេអូទេបងប្អូនចាអញ្ចឹងខ្ញុំស្រុះទឹកហើយរួចខ្ញុំសម្រោះទឹកឲ្យស្រស់រួចបានយកទៅលាបដាក់ចានហើយយើងយកត្រីដែលបំពងរួចហ្នឹងលាបដាក់ពីលើទៅហើយនឹងយកទឹកសម្រាប់ស្រូបហ្នឹងយកទៅស្រូបពីលើតែម្ដងទៅបងប្អូនចាដូចនៅក្នុងវីដេអូនេះអញ្ចឹងណាបងប្អូនចាអញ្ចឹងត្រីបឹងកញ្ឆេតរបស់ខ្ញុំថ្ងៃនេះគឺថារួចរាល់ហើយបងប្អូនចាមើលទៅគឺទំនោរមែនទែនចំណែកឯរសជាតិគឺថាឆ្ងាញ់តែម្ដងបងប្អូនចាបើសិនបងប្អូនអត់ដឹងធ្វើម្ហូបអីទេអាចសាកល្បងធ្វើម្ហូបមួយមុខនេះបានបងប្អូនចាហើយប្រសិនបើបងប្អូនស្រឡាញ់ចូលចិត្តសូមជួយចុច like share ហើយនិង follow page ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំក្រោយៗទៀតបាយបាយ